ពុកម៉ែជរីក៏ឃើញថាពុកម៉ែលោកចាំងណាំងហើយសងលោកស្កើត្រជាភ្នែកស្ដាប់មើលអ្វីមិនច្បាំងឡើយរូបលោកផ្លាស់ប្ដូរហើយជាច្រើនឆ្នាំខាមានតែម្យ៉ាងដែលខ្លួនលោកមិនខ្លាំងបដូរគឺទឹកចិត្តស្រឡាញ់កូនមិនព្រួលប្រាទួងលោកឈឺក៏ប្រឹងធ្វើការស្រាលធ្ងន់មិនអូនដែរនេះព្រោះលោកបារម្ភពីកូនគ្រប់គ្នាជីវិតកូនបានរាប់រមមានពុកម៉ែលោកខំថ្នាក់ថ្នមមើលថែកូនឲ្យបានសុខជានៅពេលនេះកូនសូមគោរពវន្ទាតែលោកទាំងពីរអង្គាចិញ្ចឹមកូនលូដល់ធំតើពុកម៉ែឯណាមិនស្រឡាញ់កូនម៉ែអើងក៏ដូចពុកម៉ែនៃខ្ញុំព្រោះស្រឡាញ់តើបលោកខំស្ដីខំថាខំអប់រំដោយសារចង់ឲ្យកូនបានសុខអតីតកាលកូនធ្លាប់ធ្វើខុសច្រើនណាស់កូនសុំទងសូមលោកទាំងពីរប្រណីកូនសន្យាថាកូននឹងកែខ្លួនឲ្យល្អជាថ្មីហើយរូបកូននឹងសងគុណពុកម៉ែវិញព្រះអាទិត្យព្រះច័ន្ទបំភ្លឺលោកដីយប់នឹងថ្ងៃមិនទៀងសុខទុំតមនឹងឯពុក